ជាបឋមខ្ញុំសូមគោរពជម្រាបសួរលោកគ្រូនិងសួស្តីមិត្តរួមអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះខៃស៊ីរីចសាខ្ញុំឈ្មោះនុនសាន់វិស្វនាខ្ញុំឈ្មោះកៅវិហរជាសិស្សរៀននៅថ្នាក់ទី10 A នៃវិទ្យាល័យហ៊ុនសែន8រកក្នុងនិងយើងជាសិស្សដំណើរក្រុមទី2ថ្ងៃនេះពួកយើងមានភាពសំដៅរីករាយណាស់ដែលបានឡើងមកបកស្រាយសំណួរមេរៀនដែលលោកគ្រូសនសុខាបានដាក់ឲ្យគឺផលប៉ះពាល់ដែលនាំឲ្យមានកម្ដៅលើភពផែនដីនិងផលប៉ះពាល់ចំពោះបរិស្ថានតើអ្នកទាំងអស់គ្នាដឹងអត់ថាកត្តាដែលនាំឲ្យផែនដីកើនឡើងកម្ដៅគឺដោយសារអ្វីបើអ្នកទាំងអស់គ្នាចង់ដឹងមកស្ដាប់មិត្តភ័ក្តិរបស់យើងបកស្រាយដូចតទៅចឹងមូលហេតុនៃការកាត់ឡើងកម្ដៅនៅលើភពផែនដីកត្តាចម្បងគឺមានដូចជាការកាត់ឬការដុតព្រៃឈើដោយនៅពេលដែលយើងកាប់ដើមឈើនៅក្នុងដើមឈើមួយគឺមានផ្ទុកនៅកាបូនឌីអុកស៊ីតចឹងហើយនៅពេលដែលយើងកាប់ដើមឈើទៅកាបូនឌីអុកស៊ីតនៅក្នុងដើមឈើហ្នឹងនឹងភាយទៅក្នុងបរិយាកាសហើយអ្នកខ្ញុំមានឆ្ងល់ថានៅពេលដែលកាបូនឌីអុកស៊ីតភាយទៅក្នុងបរិយាកាសទៅវានឹងធ្វើប៉ះពាល់អីទៅលើកំណើនឬធ្វើឲ្យប៉ះពាល់អីទៅដល់បរិយាកាសចឹងកាបូនឌីអុកស៊ីតហ្នឹងវាគឺជាឧស្ម័នផ្ទះកញ្ចប់ដែលអាចស្រូបនិងផ្ដល់កម្ដៅទៅលើបរិយាកាសបានចឹងហើយកាលណាដែលមានកាបូនឌីអុកស៊ីតកាន់តែច្រើនផែនដីនឹងកាន់តែក្ដៅឡើងចឹងកត្តាមួយទៀតគឺការធ្វើអាជីវកម្មរ៉ែដូចជាប្រេងកាតជុំថ្មនិងឧស្ម័នធម្មជាតិផ្សេងនៅពេលដែលយើងធ្វើអាជីវកម្មរ៉ែហ្នឹងទៅឧស្ម័នកាបូនឌីអុកស៊ីតនិងនីត្រូសែនអុកស៊ីតបានបញ្ចេញតាមយានយន្តក៏ដូចជារោងចក្រដែលធ្វើឲ្យផែនដីកាន់តែកើនឡើងកម្ដៅក្ដៅទៅចឹងអ្នកនរគ្នាមានឆ្ងល់ថានៅក្ដៅទៅនឹងមានផលប៉ះពាល់អ្វីទៅដល់បរិស្ថានបើអ្នកនរគ្នាឆ្ងល់ចាំស្ដាប់មិត្តភ័ក្តិយើងបកស្រាយដូចតទៅចូលមកដល់ផលប៉ះពាល់ចំពោះបរិស្ថានមានដូចជាភាពប្រែប្រួលការមានគ្រោះធម្មជាតិញឹកញាប់ដូចជាការបំពុលភ្លើងភ្លើងឬការដុតព្រៃឈើកសិកម្មប្រភពទឹកនិងជីវៈចម្រុះរងផលប៉ះពាល់ដែលងាយដែលពិបាកឲ្យប្រជាជនធ្វើកសិកម្មនិងដាំដំណាំផ្សេងជីវៈចម្រុះរងគ្រោះដោយសារការផ្លាស់ប្ដូរអាកាសធាតុនិងការបាត់បង់ទីជម្រកសត្វព្រៃដែលគេអាចនឹងឲ្យសត្វព្រៃគ្មានទីលំនៅរស់នៅនិងគ្មានសម្រាប់ជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ស្ដាប់នៅការបកស្រាយរបស់យើងខ្ញុំសូមអរគុណនិងសូមជម្រាបលាលោកតើការកាប់ដើមឈើផ្ដល់ផលប៉ះពាល់យ៉ាងដូចម្តេចទៅលើផែនដីចឹងអរគុណមិត្តសម្រាប់សំណួរចឹងការកាប់ដើមឈើគឺផ្ដល់ផលប៉ះពាល់ទៅលើផែនដីដោយសារដើមឈើក្នុងដើមឈើមួយគឺមានផ្ទុកកាបូនឌីអុកស៊ីតដែលកាបូនឌីអុកស៊ីតគឺជាឧស្ម័នដែលផ្ដល់កម្ដៅទៅលើភពផែនដីហើយក៏ស្រូបកម្ដៅភពផែនដីចឹងហើយកាលណាដែលមានកាបូនឌីអុកស៊ីតច្រើននឹងធ្វើឲ្យផែនដីកើនកម្ដៅកាន់តែច្រើនហើយក៏ដូចជាបើយើងកាប់ដើមឈើកាន់តែច្រើនទៅនឹងធ្វើឲ្យមានគ្រោះរាំងស្ងួតក៏ដូចជាធ្វើឲ្យផែនដីយើងក្ដៅទៅដោយគ្មានចម្រោកសត្វនិងដែលគ្មានចម្រោកសត្វពិបាកក្នុងការរស់នៅ
ta cả ta vậy là để nó mới hết đây lại អរគុណមកសម្រាប់សំណួរកត្តាដែលធ្វើឲ្យផានដីការដើរដំណើរគឺកត្តាមនុស្សមានដូចជាការកាប់ព្រៃឈើដើម្បីយកទៅធ្វើកសិកម្មឬក៏ធ្វើលំនៅឋាននិងធ្វើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏ដូចជាធ្វើអាជីវកម្មរ៉ែដូចជាប្រេងកាតជុំថ្មនិងឧស្ម័នប្រេងឧស្ម័នធម្មជាតិផ្សេងៗ trong bà mìnhទាំងអស់គ្នាអស់សំណួរឲ្យពួកយើងសូមជម្រាបលាទៅកន្លែងមិញ